ថ្ងៃនេះថ្ងៃទី13ថ្ងៃចូលឆ្នាំមិនទាន់ចូលស៊ុបទេបងប្អូនគឺថាបងប្អូនមិនទាន់មកជុំគ្នាអស់ទេចាមកមួយថ្ងៃម្នាក់មួយថ្ងៃពីរនាក់បងប្អូនច្រើនពេកគឺថាចាបងប្អូនគឺបងប្អូនខ្ញុំអញ្ចឹងនេះបងប្អូននេះខ្ញុំមកមុនគេរួចហើយនេះប្អូនដែលពាក់កលេកាឡាហ្នឹងគឺប្អូនចាមកពីយប់ចាថ្ងៃជាមួយខ្ញុំថ្ងៃនេះគឺមក2នាក់ថ្ងៃ13គឺថាមក2នាក់បងប្អូនមកពីភ្នំពេញចាតែថ្ងៃនេះគឺថានេះបងប្អូនរបស់ខ្ញុំគឺជិះឡានគឺថាបងអើយដាំម៉ាយទៅខ្ញុំហូបផងចឹងទៅខ្ញុំម្នេះម្នាក់ប្អូនខ្ញុំគឺថាបញ្ញាបញ្ញាដើម្បីរួចហើយយើងចាត់ចែងដាំបាយដាំទឹកដើម្បីទុកឲ្យប្អូនចាមកមុនគេចាអ្នកឆ្ងាយត្រូវទទួលបាយអ្នកចិត្តទៅវិញអត់យល់ទេខ្ញុំអើយនេះឥឡូវមកធ្វើបាយដាំទឹកទុកឲ្យប្អូនចាតែប្អូនពៅហ្នឹងគឺបានមកដល់ម៉ោង12តែប្អូនចាទី4មិនទាន់បានមកដល់ទេបងប្អូនព្រោះថាគាត់នៅឆ្ងាយគាត់នៅដល់កំពង់សោមណាបងប្អូនចឹងហើយគឺថាយូរជាងគេតែម្ដងបិទគូតឆ្នាំនេះមកលេងផ្ទះ4នាក់ទេបងប្អូនគឺថាចា4នាក់វល់ដែរហ្នឹងណាបងប្អូនមិនធម្មតាទេបងប្អូនច្រើនចាច្រើនមានតែចឹងសប្បាយគឺមានក្តីសុខចារីករាយខ្លាំងមែនតើចឹងបងប្អូនច្រើនត្បិតច្រើនណាបងប្អូនច្រើនសប្បាយនេះបងប្រុសរបស់ខ្ញុំនិយាយវាថាស្វែលនឹងរាជការនឹងដែរចាចង់ជួយធ្វើម្ហូបដែរចឹងបងប្អូនខ្ញុំថាទឹកខ្ជូរមកក្រងមកទុកខ្ញុំអ្នកធ្វើម្ហូបឥឡូវនេះកំពុងចាត់ចែងធ្វើម្ហូបដាំបាយដាំទឹកអីលាងបន្លែចឹងទៅបងប្អូនទុកឲ្យប្អូនចាមកពីឆ្ងាយខ្ញុំក៏មកពីឆ្ងាយដែរបងប្អូនឥឡូវនេះគឺថាចាដាក់កលបាយធ្វើម្ហូបហើយខ្ញុំពីអ្នកបងប្អូនខ្ញុំគឺជីមកបេះជីគឺថ្ងៃនេះយើងអាំងត្រីដែងធ្វើទឹក7ទុំមកបេះជីផ្ទះអ៊ំស្រីដែលគាត់នៅចិត្តផ្ទះខ្ញុំចឹងដែរណាបងប្អូនចាយើងទៅដាំដុះផ្ទះគាត់ច្រើនយីពីស្អីក៏មានដែរបងប្អូនអើយគាត់ថាតបេះទៅផ្ទះគាត់មានគឺថាខ្ញុំនៅឆ្ងាយផ្សារចឹងមកចង់ទិញគឺថាពិបាកបន្តិចបងប្អូនក៏ត្រូវជីចឹងទៅខ្ញុំក៏បានទៅបេះផ្ទះគាត់បងប្អូនយីថាទៅដាំដុះផ្ទះគាត់ច្រើនមែនតើវាថាខ្ញុំទៅនឹងខ្ញុំបេះហូបអូយបងប្អូនហើយនឹងណែនពោះមកផ្លែចម្ភូបងប្អូនផ្លែចម្ភូនេះទូចយីវាថាស្រួយឆ្ងាញ់បងប្អូនខ្ញុំយីវាថាអូដាក់មកយីវាថាខ្ចប់ណាបងប្អូនមកផ្លែទាំងអូយទៅពីគល់ឡើងបងប្អូនអើយហើយកូនពៅគេផ្ដាំទៀតណាខ្ញុំអត់ហូបបាយទេចាំតែហូបបាយផ្ទះចាអត់អីទេបងនេះគឺថាយ៉ាប់ញ៉ៃលោកបានមកបងប្អូននេះក្មួយគេយីថាអូយនឹកមីងគេយីថារត់ទទួលមីងម្ដាយមីងហ្នឹងគឺថាបានស្អីផ្ញើទេមកកេះបងប្អូនឥឡូវគេឲ្យទៅក្មួយគេយកទៅតុកចាមានទាំងនំមានទាំងពីកូកាមានអីបងប្អូនក្តីសុខមួយយ៉ាងដែរតើយើងបងប្អូនច្រើនចាម្នាក់បន្តិចមកគឺថាណែនផ្ទះចានេះគឺថាគាត់រៀនគាត់មិនមែនធ្វើការទេគាត់អ្នកសិក្សានៅឯភ្នំពេញបងប្អូននិស្សិតឆ្នាំទី1និស្សិតឆ្នាំទី1មុខទូចញយកូនពៅហើយបងប្អូននិងកូនពៅសម្រាប់ចិត្តរបស់ពុករបស់ខ្ញុំហើយគឺថាអូយមកដល់ផ្ទះគាត់ឃើញលពុកទេលោកពុកគឺថាអត់បានជួបជុំកូនទេរវល់ខែចូលឆ្នាំអញ្ចឹងណាបងប្អូនឥឡូវនេះគឺថាខ្ញុំគឺថាជាមួយម្ដាយខ្ញុំនឹងគឺថាបានទទួលប្អូនហើយចាហើយឥឡូវនេះគឺថាកំពុងតែនិយាយរៀបរាប់ចាហើយនេះគឺថាយកអីវ៉ាន់យកទៅដាក់លើផ្ទះនិយាយ